លោកផេងផលអភិបាលរងស្រុករុក្ខគិរីថ្លែងឲ្យដឹងថាស្រុករុក្ខគិរីជាស្រុកមួយដែលមានអំណោយផលល្អលើវិស័យកសិកម្មជាពិសេសដំណាំម្នាស់ជាដំណាំយុទ្ធសាស្ត្រនិងមានសក្តានុពលខ្ពស់ខណៈដែលបច្ចុប្បន្នផ្លែម្នាស់កំពុងមានទីផ្សារនិងតម្លៃល្អប្រសើរលោកផេងផលគូសបញ្ជាក់ថាសម្រាប់ស្រុករុក្ខគិរីមានឃុំចំនួន2គឺឃុំព្រែកជីកនិងឃុំបាសាក់បានដាំដំណាំម្នាស់ច្រើនដោយក្នុងមួយថ្ងៃអាចប្រមូលផលបានប្រមាណ40តោនចំពោះស្រុករុក្ខគិរីនេះយើងវាសក្តានុពលនៃដំណាំយុទ្ធសាស្ត្រអញ្ចឹងដំណាំយុទ្ធសាស្ត្រជាដំណាំឧស្សាហកម្មទីមួយគឺយើងអាចនិយាយថាគាត់អាចផលិតដំឡូងមីនឹងក៏ជាដំណាំឧស្សាហកម្មមួយដែរផងដែរមានស្វាយចន្ទីក៏គាត់អាចផលិតបានដែរដូចនៅក្នុងសង្ក្រានឆ្នាំ2024អញ្ចឹងស្រុកក៏បានតាំងនៅពីព្រោះនៅស្វាយចន្ទីនេះដែលគាត់ផលិតកែច្នៃយកទៅលក់ធ្វើជាកញ្ចប់លក់ផងដែរហើយមួយទៀតយើងមានសក្តានុពលសំខាន់បំផុតនៅក្នុងស្រុករុក្ខគិរីគឺមានឃុំចំនួន2ដែលគាត់ផលិតដាំសក្តានុពលគឺម្នាស់សប្តាហ៍ថ្ងៃនេះម្នាស់គាត់ដាំច្រើនគាត់ដាំនៅខាងឃុំព្រែកជីកនិងឃុំបាសាក់ហើយពីរឃុំនេះខ្ញុំគិតថាសក្តានុពលគាត់ដឹកអាឡាន3តោនទៅ5តោនហ្នឹងគាត់ចេញក្នុងមួយថ្ងៃយ៉ាងតិចក៏3ឡានទៅ4ឡានសម្រាប់សក្តានុពលម្នាស់នេះដោយគាត់មានខ្លះគាត់មានគេហៅថាដេប៉ូសម្រាប់គាត់ដឹកយកទៅស្តុកលក់នៅភ្នំពេញគាត់ផលិតដាំខ្លួនគាត់ផងគាត់ទិញពីគេផងគាត់មានកន្លែងលក់មាននៅភ្នំពេញនិងសៀមរាបអញ្ចឹងសក្តានុពលម្នាស់នេះប៉ុន្តែយើងនៅមួយទៀតគ្រាន់តែថាកាលណាយើងដាំទៅច្រើនវាជុញទៅលក់អត់ដាច់អញ្ចឹងសក្តានុពលឆ្នាំខ្លះជាបរិវត្តគាត់មានបញ្ហាសម្រាប់តម្លៃរបស់ម្នាស់នេះជួនកាលក្នុងឆ្នាំនេះអាចមកគ្រាប់បាន500ទៅ1000ទៅ1500ឬ2000ទៅតាមប្រភេទវាអានឹងគាត់ដាំទៅវាមានការកើនឡើងឬក៏មានន័យថាគាត់ដាំទៅចំណេញបើសិនជាធ្លាក់ដល់ជួនកាលឆ្នាំខ្លះធ្លាក់តាម400អញ្ចឹងគាត់មកវាមានបញ្ហាសម្រាប់ឲ្យរដ្ឋបាលស្រុកនិងរដ្ឋបាលឃុំជួយរកទីផ្សារដែរហើយចំពោះកិច្ចការនេះខាងមន្ទីរកសិកម្មឬក៏ខាងរាជរដ្ឋាភិបាលកំពុងតែទំនាក់ទំនងរកទីផ្សារជាមួយនឹងខាងអ្នកវិនិយោគឬក៏ក្រុមហ៊ុនដើម្បីធ្វើជារោកន្លែងឧស្សាហកម្មដែលយើងផលិតជារបស់សម្ងួតវាគឺស្ងួតធ្វើជាតំណាប់ធ្វើជាអីចឹងទៅអញ្ចឹងយើងអាចធ្វើអានឹងបានទៀតបានប្រជាពលរដ្ឋយើងផលិតហើយចំពោះដីកសិកម្មសម្រាប់ដីចម្ការនៅក្នុងស្រុករុក្ខគិរីនេះក៏វាមានច្រើនដែរជាង10000ហិកតាដែរសម្រាប់ការផលិតដំណាំម្នាស់នេះឧភាគច្រើនម្នាស់គេលើកម្នាស់ពីមុនយើងជាប់ប្រវត្តិថាម្នាស់ស្រុកមោងបោះមង្គលអញ្ចឹងទឹកដីនេះទឹកដីស្រុករុក្ខគិរីនិងស្រុកមោងជាទឹកដីតែមួយទេពីមុនមកអញ្ចឹងម្នាស់វាជាប់ប្រវត្តិមកគឺការលក់ម្នាស់លក់អីទៅតាមនេះគេថាម្នាស់ស្រុកមោងតាមពិតនេះឥឡូវនេះបានកាត់មករំលែកជាងពាក់កណ្ដាលគឺស្ថិតនៅលើទឹកដីស្រុករុក្ខគិរីស្រុកមោងគឺផលិតមានតែមួយឃុំទេដែលគាត់ផលិតច្រើនហើយអញ្ចឹងប្រាប់ហ្នឹងមកគឺម្នាស់ស្រុករុក្ខគិរីហើយមានន័យថាឈ្មោះម្នាស់ស្រុកមោងទេព្រោះទឹកដីចាស់គឺទឹកដីមោងអញ្ចឹងក្នុងនាមខ្ញុំរដ្ឋបាលស្រុកគាត់សូមបញ្ជាក់តែហ្នឹងថាធ្វើម៉េចស្រុករុក្ខគិរីមានសក្តានុពលម្នាស់ហ្នឹងជាសក្តានុពលមួយផងដែរចំណែកលោកឡាយប៉ក់កសិករដាំម្នាស់នៅភូមិថ្នំស្រុករុក្ខគិរីថ្លែងឲ្យដឹងថាដំណាំម្នាស់ត្រូវចំណាយពេលដាំដុះនិងថែទាំចន្លោះពី9ខែទៅ1ឆ្នាំទើបអាចប្រមូលផលបានកសិកររូបនេះបញ្ជាក់បន្ថែមថាសម្រាប់ទីផ្សារនាពេលបច្ចុប្បន្នផ្លែម្នាស់កំពុងមានតម្លៃល្អប្រសើរបើធៀបជាមួយឆ្នាំមុនខ្ញុំបានឈ្មោះឡាយប៉ក់នៅភូមិថ្នំឃុំព្រែកជីកស្រុករុក្ខគិរីខេត្តបាត់ដំបងខ្ញុំដាំជាលក្ខណៈគ្រួសារប្រហែលជា40ហាត់ជា
យើងចាប់ផ្ដើមភ្ជួរដីចាំពីខែធ្លាក់ភ្លៀងដើមឆ្នាំកក់ខែដើមឆ្នាំខែ2ខែ3តាមភេទដីដែរដីល្អទៅវាលឿនហើយនៅក្នុងការថែទាំយើងថែទាំវាឲ្យវារយៈពេលយូរណាស់9ខែទៅ1ឆ្នាំបាទខ្ញុំដាំពិលជុំដូចមួយកន្លែងមាន5ហាត់អញ្ចឹងខ្ញុំដាំមួយកន្លែងហ្នឹងហើយបន្តទៅដាំមួយកន្លែងទៀតឆ្នាំនេះទីផ្សារល្អគ្រាន់ជាងឆ្នាំមុនលោកឡៃប៉ក់សំណុំពរដល់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំជំនាញគ្រប់លំដាប់ថ្នាក់ជួយរៀបចំចងក្រងឲ្យមានជាសហគមន៍កសិករដាំម្នាស់ផ្ដល់ការគាំទ្របច្ចេកទេសដាំដុះនិងទុនបន្ថែមជាដើម